យើងនឹងធ្វើឲ្យអាហារអ្នកផ្អែមឆ្ងាញ់ដោយអ្នកមិនបាច់ច្បិនទេហើយយើងក៏នឹងទៅជាពន្លឺរបស់អ្នករាល់គ្នានៅក្នុងទីហោស្ថានដែរហើយយើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នាបើសិនជាអ្នករាល់គ្នាកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងហេតុដូច្នេះហើយដរាបណាអ្នករាល់គ្នាកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងនោះអ្នករាល់គ្នានឹងត្រូវបាននាំទៅដែនដីសន្យាហើយអ្នករាល់គ្នានឹងដឹងថាយើងនេះហើយដែលបាននាំអ្នករាល់គ្នាទៅ